Ok នេះជារបៀបលេងវគ្គទី2យើងលេងយឺតហើយរាប់ជាមួយនឹងគ្នា 1 and 2 and 3 4 and 1 and 2 and 3 4 and 1 Ok នេះជារបៀបលេងវគ្គបន្តឬក៏វគ្គស្ពានចម្លងឬក៏វគ្គភ្លេង 1គេនេះជារបៀបលេងវគ្គបន្តឬក៏វគ្គស្ពានចម្លងឬក៏វគ្គភ្លេងយើងអាចលេងជាមួយនឹងថមបានដែរអញ្ចឹងខ្ញុំនឹងលេងយឺតជាមួយនឹងគ្នា